Maintenance ទីតាំងគឺជាការវិនិយោគចំណែកការជួសជុលគឺជាការខាតបង់ថ្ងៃនេះយើងនឹងធ្វើការប្រៀបធៀបទៅលើរឿងរ៉ាវនិងហានិភ័យអំពីទីតាំងដែលទទួលបានការ maintenance ទៀងទាត់និងទីតាំងដែលមិនទទួលបានការ maintenance ទៀងទាត់ទីតាំងដែលមិនទទួលបានការ maintenance ទៀងទាត់រួមមានទី1បើនិយាយពីការចំណាយធ្វើឲ្យការចំណាយកើនឡើងដោយមិនបានត្រៀមទុកមុនទី2ទាក់ទងជាមួយនឹងអាយុកាលឧបករណ៍ប្រើប្រាស់នានាឆាប់ខូចត្រូវផ្លាស់ប្ដូរថ្មីព្រោះខ្វះការថែទាំទី3ប្រសិទ្ធភាពការងារដំណើរការងារមានការរអាក់រអួលញឹកញាប់ដោយសារតែមានបញ្ហាបច្ចេកទេសផ្សេងៗទី4សុវត្ថិភាពទីតាំងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដោយសារតែមិនបានទទួលការ maintenance ទៀងទាត់អត្ថប្រយោជន៍ដែលអ្នកទទួលបានចំពោះទីតាំងដែលទទួលបានការ maintenance ទៀងទាត់ទី1បើនិយាយពីការចំណាយមានការចំណាយតិចតួចប៉ុន្តែរៀបរយនៅក្នុងទីតាំងទី2អាយុកាលឧបករណ៍ប្រើប្រាស់មានគុណភាពនិងប្រើប្រាស់បានយូរអង្វែងទី3ប្រសិទ្ធភាពការងារធ្វើឲ្យការងារដើររលូនមិនមានការរំខានពីបញ្ហាផ្សេងៗទី4ទាក់ទងនឹងសុវត្ថិភាពទីតាំងមានសុវត្ថិភាពខ្ពស់និងបង្កើនទំនុកចិត្តក្នុងការរស់នៅនេះជាការប្រៀបធៀបរវាងទីតាំងដែលទទួលបានការ maintenance ទៀងទាត់និងទីតាំងដែលមិនទទួលបានការ maintenance ទៀងទាត់ទាក់ទងមកយើងបានបើសិនជាបងប្អូនមានបំណងចង់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗ